ថ្ងៃនេះមករៀនបងប្អូនតាក់ទងទៅលើការធ្វើ passion soda ទឹកឃ្មុំមេអំបៅយើងមករៀននឹងការធ្វើភេសជ្ជៈផងមករៀនតាក់ទងទៅលើការយកទឹក passion ពីផ្លែ passion វិធីធ្វើគឺងាយមែនតើតោះឥឡូវបងប្អូនកុំឲ្យអូសរំលងទៅណាតាមដានទាំងអស់គ្នាផងដែរជាដំបូងបងប្អូនយើងត្រូវការផ្លែ passion ស្រស់បន្តមកទៀតបងប្អូនយើងត្រូវការយកស្លាបព្រាមកយើងកោសសាច់ខាងក្នុងណាដើម្បីយើងយកទៅក្លុកជាមួយនឹងម៉ាស៊ីនក្លុកបងប្អូននៅពេលដែលបងប្អូនក្លុកបងប្អូនកុំក្លុកខ្លាំងមានន័យថាកុំចុចជាប់យូរកាលណាចុចជាប់យូរវាអាចនឹងបែកគ្រាប់ចឹងបងប្អូនចុចមកផ្លេតបិទមកផ្លេតបើកមកដើម្បីការក្លុកនេះគឺកុំឲ្យបែកគ្រាប់ព្រោះយើងក្លុកបែបហ្នឹងគឺយើងគ្រាន់តែក្លុកឲ្យម៉ត់សាច់ passion ទេណាបងប្អូនព្រោះយើងអត់ត្រូវការបែកគ្រាប់ទេចឹងបងប្អូនក្លុកដូចក្នុងវីដេអូដែលខ្ញុំបានបង្ហាញនេះមកបន្ទាប់ពីយើងក្លុករួចបងប្អូនយើងត្រូវការកញ្ច្រែងមួយកញ្ច្រែងហ្នឹងយើងត្រូវការកុំឲ្យធំជាងគ្រាប់ passion បងប្អូនព្រោះកាលណាដែលយើងប៉ុនកុំឲ្យធ្លាក់គ្រាប់ចុះទៅខាងក្រោមអញ្ចឹងយើងប៉ុនយើងត្រូវការតែសាច់ទេបងប្អូនឃើញទេគឺសាច់ផ្សេងគ្រាប់ផ្សឹងយើងត្រូវការប៉ុនចុះឡើងបងប្អូនដើម្បីឲ្យបានសាច់ passion ហូរទៅខាងក្រោមបានច្រើនគ្រាប់ផ្សេងសាច់ផ្សឹងផងដែរហើយមួយវិញទៀតបងប្អូនជាទូទៅនៅពេលដែលខ្ញុំកោសទឹក passion នឹងបានហើយខ្ញុំត្រូវការលាយគ្រាប់ខ្លះដើម្បីឲ្យភ្ញៀវរបស់យើងដឹងថាយើងប្រើ passion ស្រស់ផងដែរបន្ទាប់ពីយើងបានទឹក passion ហើយបងប្អូនអាចយកទៅធ្វើ passion ដោះគោក៏បាន passion soda ក៏បាន passion ផ្សេងទៀតច្រើនមុខមែនតើប៉ុន្តែថ្ងៃនេះយើងមករៀនបងប្អូនតាក់ទងទៅលើការធ្វើ passion soda ទឹកឃ្មុំមេអំបៅបាទជាដំបូងបងប្អូនយើងត្រូវការកែវក្រិតចំនួន3ត្រូវការទឹកមេអំបៅកន្លែងនេះគឺចំណុះ 20ml ផងដែរហើយបន្តមកទៀតយើងត្រូវការជាមួយនឹងទឹក passion ដែលយើងកោសអំបញ្ញមិញហ្នឹងគឺចំណុះ 30ml បងប្អូនឃើញទេគឺ passion ស្រស់រសជាតិគឺឆ្ងាញ់តែម្ដងបន្តមកទៀតកន្លែងនេះគឺយើងត្រូវការទឹកឃ្មុំគឺចំណុះ 40ml ទឹកឃ្មុំនេះគឺខ្ញុំប្រើទឹកឃ្មុំចិនណាបងប្អូនចឹងបងប្អូនអាចប្រើទឹកឃ្មុំវៀតណាមក៏បានចិនក៏បានដែរបងប្អូនបើសិនជាបងប្អូនមានហើយបន្តមកទៀតបងប្អូនយើងត្រូវការជាមួយនឹងកែវលេខ22អោតហើយយើងចាក់ទឹកឃ្មុំចូលមកបន្ទាប់ពីយើងចាក់ទឹកឃ្មុំរួចបងប្អូនយើងត្រូវការ passion ស្រស់ហ្នឹងគឺយើងចាក់ចូលលាយជាមួយទឹកឃ្មុំតែម្ដងមកបងប្អូនបន្ទាប់ពីយើងចាក់រួចហើយបងប្អូនយើងត្រូវការស្លាបព្រាមួយមកយើងកូរឲ្យចូលជាតិគ្នាណាបងប្អូនបន្ទាប់ពីយើងកូររួចហើយបងប្អូនយើងត្រូវការទឹកកកចាក់ទឹកកកចូលឲ្យពេញកែវតែម្ដងបងប្អូននៅពេលដែលបងប្អូនចាក់ទឹកកកចូលដល់ពេញកែវរួចហើយបងប្អូនយើងត្រូវការកូរតិចមកដើម្បីឲ្យទឹកឃ្មុំជាមួយនឹង passion ហ្នឹងវាត្រូវជាមួយទឹកកកឲ្យឡើងត្រជាក់ជាងមុនអញ្ចឹងបងប្អូនកូរដូចខ្ញុំបានបង្ហាញនៅលើវីដេអូនេះមកហើយបន្តមកទៀតបងប្អូនយើងត្រូវការជាមួយនឹងសូដានេះគឺយើងធ្វើខ្លួនឯងបងប្អូនដែលអត់ចេះធ្វើសូដាទេបងប្អូនអាចទៅមើលវីដេអូចាស់របស់ខ្ញុំផងដែរហើយបើសិនបងប្អូនត្រូវការ10ផលិតសូដាបងប្អូនអាចឆាត់ចូល page ក៏បានដែរហើយបន្តមកទៀតបងប្អូនយើងត្រូវការជាមួយនឹងទឹកមេអំបៅខាងលើចាក់ពីលើមកបងប្អូនឃើញទេអូហូយបងប្អូនគឺយើងបានរូបភាពតាក់ទាញស្អាតមែនតើហើយយើងដាក់ក្រូចមួយចំណិតនៅខាងលើមកដើម្បីសម្ព័ន្ធភាពកាន់តែតាក់ទាញផងដែរឥឡូវយើងចាប់ផ្ដើមកូរមកបងប្អូនដើម្បីយើងភ្លក់ទាំងអស់គ្នាចង់ដឹងថារសជាតិបែបណាផងដែរណាបងប្អូនតោះឥឡូវយើងញ៉ាំទាំងអស់គ្នាអូហូយបងប្អូនហើយរសជាតិគឺជូរអែមឆ្ងាញ់តែម្ដងបងប្អូនដែលបានចេះធ្វើហើយខមមិនពាក់ផងថារសជាតិបែបណាអរគុណច្រើនជួបគ្នានៅវីដេអូបន្ទាប់ទៀត